ហេតុអ្វីបានជាមនុស្សមួយចំនួនមិនចូលចិត្តបង្ហោះរូបខ្លួនឯងតាមអ៊ីនធឺណិតតែអ្នកធ្លាប់កត់សម្គាល់ឃើញនរណាម្នាក់ដែលមិនដែលបង្ហោះរូបភាពនៅលើបណ្ដាញសង្គមតតែសោះគ្មានសូម្បីតែរូប selfie គ្មានបង្ហោះអបអរថ្ងៃកំណើតឬក៏គ្មានការអាប់ដេតប្រចាំថ្ងៃនោះទេនៅក្នុងពិភពលោកមួយដែលមនុស្សគ្រប់គ្នាចែករំលែកអ្វីៗគ្រប់យ៉ាងមនុស្សទាំងនេះស្ទើរតែមានអារម្មណ៍ថាពួកគេបំបានកាយប៉ុន្តែភាពស្ងៀមស្ងាត់របស់ពួកគេច្រើនតែនិយាយច្រើនជាងការបង្ហោះជាប្រចាំសម្រាប់មនុស្សជាច្រើនវាគ្រាន់តែដោយសារភាពឯកជនសំខាន់ជាងប្រជាប្រិយភាពពួកគេចូលចិត្តរក្សាជីវិតរបស់ពួកគេឲ្យនៅម្នាក់ឯងហើយមិនមានអារម្មណ៍ថាត្រូវការប្រមូលចង់បាន like ដើម្បីមានអារម្មណ៍ថាមានតម្លៃនោះទេអ្នកផ្សេងទៀតមានអារម្មណ៍រឹងមាំនៃការយល់ដឹងអំពីខ្លួនឯងពួកគេដឹងពីអ្វីដែលសំខាន់សម្រាប់ពួកគេហើយមិនដេញតាម trend នោះទេមនុស្សមួយចំនួនក៏មានសុខភាពផ្លូវចិត្តផងដែរទំនុកចិត្តរបស់ពួកគេមិនអាស្រ័យលើការសរសើរឬការត្រូវបានគេមើលឃើញតាមអ៊ីនធឺណិតទេហើយពួកគេជាច្រើនគឺជាអ្នកគិតយ៉ាងស៊ីជម្រៅពួកគេចូលចិត្តបង្ហោះតែនៅពេលដែលមានអ្វីមួយពិតជាសំខាន់មិនមែនគ្រាន់តែផ្ដល់ព័ត៌មានឲ្យគេដឹងនោះទេសំខាន់បំផុតពួកគេយល់ដឹងពីការពិតអំពីបណ្ដាញសង្គមវាអាចបង្កើតសម្ពាធឲ្យគេប្រៀបធៀបឬដើម្បីមើលទៅល្អឥតខ្ចោះពួកគេចង់ការពារសន្តិភាពផ្លូវចិត្តរបស់ពួកគេជាជាងជាប់គាំងនៅក្នុងវដ្តនោះពួកគេមិនចាំបាច់ត្រូវបានគេមើលឃើញដើម្បីមានអារម្មណ៍ថាត្រូវបានគេមើលឃើញនោះទេនោះជាទំនុកចិត្តពិតប្រាកដរបស់ពួកគេដាក់ហេតុអ្វីបានជាមនុស្សមួយចំនួនមិនចូលចិត្តបង្ហោះរូបខ្លួនឯងតាមអ៊ីនធឺណិតតែអ្នកធ្លាប់កត់សម្គាល់ឃើញនរណាម្នាក់ដែលមិនដែលបង្ហោះរូបភាពនៅលើបណ្ដាញសង្គមតតែសោះគ្មានសូម្បីតែរូប selfie គ្មានបង្ហោះអបអរថ្ងៃកំណើតឬក៏គ្មានការអាប់ដេតប្រចាំថ្ងៃនោះទេនៅក្នុងពិភពលោកមួយដែលមនុស្សគ្រប់គ្នាចែករំលែកអ្វីៗគ្រប់យ៉ាងមនុស្សទាំងនេះស្ទើរតែមានអារម្មណ៍ថាពួកគេបំបានកាយប៉ុន្តែភាពស្ងៀមស្ងាត់របស់ពួកគេច្រើនតែនិយាយច្រើនជាងការបង្ហោះជាប្រចាំសម្រាប់មនុស្សជាច្រើនវាគ្រាន់តែដោយសារភាពឯកជនសំខាន់ជាងប្រជាប្រិយភាពពួកគេចូលចិត្តរក្សាជីវិតរបស់ពួក